ពិធីកោរជុកឬចម្រើនកេសាគឺជាពិធីឆ្លងវ័យជាពិធីកោរសក់ក្មេងស្រីប្រុសនៅពេលឈានចូលវ័យជំទង់អាយុប្រហែល11ទៅ13ឆ្នាំដែលឆ្លងពីកុមារភាពទៅយុវវ័យដើម្បីលើករាសីដកសក់ចង្រៃនិងផ្ដល់សិរីសួស្តីតាមបែបផែនព្រហ្មញ្ញសាសនាលាយឡំពុទ្ធសាសនាបច្ចុប្បន្នការប្រារព្ធពិធីនេះនៅសេសសល់តិចតួចណាស់ទូយ៉ាងគេឃើញមានតែនៅតំបន់អង្គរនៃខេត្តសៀមរាបប៉ុណ្ណោះតើបុព្វបុរសធ្វើពិធីកោរជុកក្នុងគោលបំណងអ្វីទី1ជាការរៀបចំនៅគ្រឿងសក្ការៈបាយសីរានម៉ានិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសែនដូនតាបង្វិលពពិលនិងកិច្ចដេកអង្គររៀបថ្ងៃទី2បានចាប់ផ្ដើមតាំងពីម៉ោង4ព្រឹកមានកិច្ចសារអង្គររៀបធ្វើថ្មីបំពេញលក្ខណ៍សំពះព្រះអាទិត្យនិងឈានដល់កិច្ចកោរសក់និងស្រោចទឹកមន្តដំឡើងសិរីសួស្តីតែក៏មាននៅលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេងដែលកោរជុកត្រូវតែជាចំនួនសេសទោះកាលមានការប្រែប្រួលយ៉ាងណាក្តីប៉ុន្តែសម្រាប់អ្នកស្រុកអង្គរនៅតែបន្តថែរក្សាទំនៀមទម្លាប់ពីដូនតាដែលប្រៀបនឹងកាតព្វកិច្ចដ៏ពិសេសវិសាលរបស់ខ្លួនដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទាំងប្រទេសនេះក៏ជាការបន្តវេនពីជំនាន់មួយទៅជំនាន់មួយក្រៅអំពីអ្នកស្រុកអង្គរទំនៀមនេះក៏មានការអនុវត្តនៅខេត្តភាគខាងជើងនិងខាងលិចដូចជាខេត្តឧត្តរមានជ័យនិងបន្ទាយមានជ័យដែរប៉ុន្តែចំពោះគ្រួសារដែលខ្វះខាតនូវធនធានពួកគេអាចយកកូនចៅមកផ្ញើធ្វើពិធីរួមគ្នាជាមួយនឹងគ្រួសារដែលមានលទ្ធភាពក្នុងចំនួនសេសឬនាំកូនទៅកាត់កំពោយនៅប្រាសាទអង្គរវត្តលើកំពូលបាកាន់ដែលតំណាងឲ្យភ្នំកៃលាសក្រោមសក្ខីភាពពីព្រះសង្ឃនិងទេវតាបច្ចុប្បន្នពិធីកោរជុកបានក្លាយទៅជាពិធីដ៏កម្រមួយនៅក្នុងប្រទេសប៉ុន្តែសហគមន៍នៅតែបន្តរៀបចំខ្លះៗជានិច្ចការស្ម័គ្រចិត្តរក្សាសក់ជុករបស់ក្មេងៗនិងការលះបង់ធនធានរបស់មនុស្សចាស់ទុំនៅក្នុងភូមិគឺជាសញ្ញាណវិជ្ជមានមួយបង្ហាញថាស្មារតីស្រឡាញ់វប្បធម៌ដូនតាខ្មែរនៅតែស្ថិតនៅក្នុងដួងចិត្តរបស់អ្នកស្រុកអង្គរជាប្រចាំទោះជាស្ថិតនៅក្នុងយុគសម័យទំនើបក៏ដោយពិសេសក៏បំណងចម្បងនៃពិធីកោរជុកនេះជាការបញ្ជាក់ថាកុមារបានលូតលាស់ក្លាយជាយុវជនយុវតីដែលមានចំណេះដឹងនិងការយល់ដឹងច្រើនជាងមុន